សមត្ថកិច្ចខត់ខ្លួនបរោះវិទទ្ធៈនារីម៉ាសាកោជប់ជាថៅកែយានដ្ឋានជួសជុលនិងសម្រួលសងជន់រងគ្រោះ$1,200កម្លាំងនគរបាលប៉ោះសំរោងក្រោមខត់ខ្លួនបរោះដែលប្រើអំពើហិង្សាវិទទ្ធៈទៅលើនារីម៉ាសាកោជប់បន្ទាប់ពីទៅរកសេវាកម្មផ្លូវភេទបានហើយនឹងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌព្រែកភ្នៅបន្ទាប់ពីចូលខ្លួនដោះស្រាយត្រូវរើគ្នាចំនួន$1,200នៅរសៀលថ្ងៃនេះជនដែលដើររូបនោះមានឈ្មោះម៉ារ៉ាឌីអាយុ43ឆ្នាំជាម្ចាស់យានដ្ឋានមានទីលំនៅភូមិតិខបញ្ញាសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកជនរងគ្រោះមានឈ្មោះស្រីលៀបអាយុ23ឆ្នាំជានារីម៉ាសានិងកោះជប់ជនដែលដើររូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង3:45នាទីរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះតាមប្រភពព័ត៌មានឲ្យដឹងថានៅការសម្របសម្រួលនារីរងគ្រោះបានទាជំងឺចិត្ត$3,000និងដែលមានការសម្របសម្រួលគ្នាត្រូវរើ$1,200ជនដែលដើររូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌព្រែកភ្នៅដើម្បីចាត់ការតាមផ្លូវច្បាប់គួរបញ្ជាក់ថានារីម៉ាសាម្នាក់ត្រូវបានជនដៃដល់វាយទទ្ធៈបន្ទាប់ពីទៅរកសេវាកម្មផ្លូវភេទនៅហាងម៉ាសាកោះជប់ហើយនាងពុំព្រមទៅក៏ផ្ទុះហិង្សាអំពើហិង្សានេះបានបែកធ្លាយវីដេអូពីសកម្មភាពព្រៃផ្សៃនេះកាលពីវេលាម៉ោង11យប់ថ្ងៃទី13ខែវិច្ឆិកាបន្ទាប់ពីស្ត្រីរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ជិត1ខែមកហើយដោយគ្មានចំណាត់ការអំពើហិង្សានេះបានកើតឡើងតាំងពីថ្ងៃទី23ខែតុលាឆ្នាំ2025នៅវេលាម៉ោង1យប់នៅចំណុចហាង199ម៉ាសាកោះជប់ស្ថិតនៅបុរីពិភពថ្មីឈប់វ៉ា2ភូមិតិខបញ្ញាសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមនារីរងគ្រោះបានឲ្យដឹងថានៅថ្ងៃកើតហេតុខណៈពេលដែលនាងកំពុងអង្គុយលេងទូរស័ព្ទស្រាប់តែមានជនដៃដល់ម្នាក់ជិះរថយន្តមួយគ្រឿងដើរចូលទៅក្នុងសួរនាងរកសេវាកម្មផ្លូវភេទតែនាងប្រាប់ថាពុំមានទេហើយបុរសនោះថាសេវាកម្មអន់ម្លេះហើយបុរសនោះក៏បានប្រើហិង្សាដោយទាត់ធាក់និងវាយទៅលើនាងរួចឡើងជិះរថយន្តកិច្ចខ្លួនបាត់តាមស្ត្រីរងគ្រោះរូបនោះបានឲ្យដឹងទៀតថាបុរសរូបនោះមានគ្នា3នាក់បានមករកសេវាកម្មផ្លូវភេទចំនួន2ដងហើយលើកចុងក្រោយក៏ប្រើហិង្សាលើនាងតែម្ដងបន្ទាប់ពីប្រើអំពើហិង្សានៅវេលាម៉ោង9ព្រឹកថ្ងៃទី24ខែតុលាឆ្នាំ2025នាងក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលសំរោងក្រោមរហូតមកដល់ពេលនេះសមត្ថកិច្ចពុំទាន់មានចំណាត់ការនៅឡើយទោះបីនាងបានឃើញជនសង្ស័យនិងតាក់ទងទៅសមត្ថកិច្ចក៏បានមកអន្តរាគមន៍ដែរនារីរូបនោះបានបញ្ជាក់ទៀតថាជនដៃដល់មានលំនៅក្បែរនោះហើយបានដើរចុះឡើងនិងឌឺនាងថែមទៀតនាងក៏បានបង្ហាញរូបថតជនដៃដល់ដល់អ្នកសារព័ត៌មាននិងបានបង្ហាញពីវីដេអូសកម្មភាពប្រើអំពើហិង្សាផងដែរទន្ទឹមនោះស្ត្រីរងគ្រោះក៏បានទទូចស្នើសុំដល់សមត្ថកិច្ចមេត្តាជួយស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់បន្ទាប់ពីបែកធ្លាយវីដេអូនិងបង្ហោះជាសាធារណៈនៅតាមបណ្ដាញសង្គមទើបសមត្ថកិច្ចហៅជនដៃដល់និងជនរងគ្រោះមកសម្របសម្រួលគ្នាត្រូវរើតែអធិការខណ្ឌបញ្ជាឲ្យឃាត់ខ្លួនជនដៃដល់តែម្ដងបន្ទាប់ពីជនបង្កចូលខ្លួនដោះស្រាយបានសារភាពថាខ្លួនបន្ទាប់ពីផឹកស៊ីស្រវឹងជាមួយមិត្តភ័ក្តិរួចបាននាំមិត្តភ័ក្តិម្នាក់ទើបតែត្រឡប់មកពីធ្វើការនៅប្រទេសជប៉ុនហើយបាននាំទៅរកសេវាផ្លូវភេទនៅកន្លែងខាងលើបានត្រូវថ្លៃគ្នារួចបានទៅរួមភេទជាមួយនារីរងគ្រោះខណៈពេលរួមភេទយូរពេកមិនចេញទឹកធ្វើឲ្យនារីរងគ្រោះខឹងឈប់ឲ្យរួមភេទក្រោកស្លៀកខោអាវចុះមកអង្គុយលើសាឡុងរងចាំទទួលភ្ញៀវផ្សេងទៀតបុរសបង្កបានបន្តថាក្រោយមកបុរសជាមិត្តភ័ក្តិនោះបានដើរចេញមកបានប្រាប់រូកេថារូកេរួមភេទមិនទាន់ចេញទឹកផងនៅពេលឮបែបនេះធ្វើឲ្យរូកេខឹងយ៉ាងខ្លាំងភ្លាមនោះបានដើរចូលទៅវាយនិងទាត់ធាក់រួចហើយដើរចេញជិះរថយន្តតែម្ដង